បានអូខឿនវេទិកាពិភាក្សាមួយតាក់ទងជាមួយនឹងប្រធានបទការតម្រង់ទិសនិងការត្រៀមខ្លួនចូលសាកលវិទ្យាល័យនៅក្នុង Telegram Channel របស់អាមេរិកខ្ញុំគិតថាកម្មវិធីមួយនេះគួរឲ្យចាប់អារម្មណ៍ខ្ញុំក៏បានចុះឈ្មោះចូលរួមក្នុងកម្មវិធីមួយនេះជាសិស្សច្បងសានិតិអេម្នាក់នេះមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដែលបានចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តជូនបងប្អូនដែលជានិតិអេលំដាប់បន្ទុកខ្ពស់នៅរាជធានីភ្នំពេញហើយក៏ជាសិស្សានុសិស្សរបស់កូនអតិថិជនគណនេយ្យក្មេងឆ្លាតរបស់គ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកផងដែរខ្ញុំគិតថាការចូលរួមរបស់គ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកក្នុងការផ្ដល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនទៅដល់គាត់ហ្នឹងគឺប្រៀបបានជាការលើកកម្ពស់ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជារបស់យើងហើយក្នុងកម្មវិធីនេះក៏មានការចូលរួមក្រៅអធិបតីភាពរបស់អាយដាមបណ្ឌិតហងជួនណារងដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាផងដែរទាំងបងដែលជាអ្នកចូលរួមវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីហើយក៏ជា role model សម្រាប់បងប្អូនដទៃទៀតដែរគាត់គួរតែប្រកាន់យកជាមួយនឹងគោលគំនិតមួយនោះគឺបងឱកាសឲ្យខ្លួនឯងនៅក្នុងការសាកល្បងស្វែងរកអីថ្មីតែខ្ញុំចង់ឲ្យបងប្អូនទៅមើលការសម្ភាសន៍ខ្ញុំជាមួយនឹងពួកគាត់បន្តិចរៀនជំនាញដែលខ្លួនឯងស្រឡាញ់ឬមួយក៏ជំនាញដែលត្រូវជាមួយទីផ្សារខ្ញុំហ៊ានជំនាញដែលខ្លួនឯងស្រឡាញ់ជំនាញដែលខ្លួនឯងស្រឡាញ់ហ៊ានជំនាញដែលខ្លួនឯងស្រឡាញ់ឬមួយក៏ជំនាញដែលម៉ាក់ប៉ាឲ្យរៀនជំនាញដែលខ្លួនឯងស្រឡាញ់អាហ្នឹងតាំងពីបងដោយសារខ្ញុំស្រឡាញ់ផងហើយម៉ាក់ប៉ាក៏គាត់ជំរុញខ្ញុំខាងហ្នឹងដែរអូនរៀនជំនាញអីគេដែរខ្ញុំខាង business management data science សរុបមកវិញគណនេយ្យក្មេងឆ្លាតគឺជាអីគឺជាគណនេយ្យសន្សំដែលអាចឲ្យបងប្អូនទាំងអស់សន្សំប្រាក់សម្រាប់ការបង់ថ្លៃសិក្សាឲ្យកូនឬក៏បងប្អូនរបស់បងប្អូនទាំងអស់គ្នាដែលយើងអាចចាប់ផ្ដើមសន្សំត្រឹមតែ$1,500រៀលក្នុងមួយថ្ងៃឬក៏$10ក្នុងមួយខែហើយការសន្សំនេះថែមទាំងទទួលបានការធានារ៉ាប់រង$4,000សម្រាប់គ្រួសាររបស់បងប្អូនហើយបងប្អូនក៏អាចសន្សំតាម American Mobile បានយ៉ាងងាយស្រួលជាពិសេសគឺរង្វាន់លើកទឹកចិត្តពេលដែលកូនរបស់បងប្អូនប្រឡងនឹងបាននិទេសល្អអញ្ចឹងសម្រាប់បងប្អូនដែលមានកូនហើយក៏ជាអតិថិជនរបស់អាមេរិកឬក៏ក្រុងក្នុងការប្រើគណនេយ្យរបស់អាមេរិកខ្ញុំ recommend ឲ្យបងប្អូនគួរតែបង្កើតគណនេយ្យក្មេងឆ្លាតទាំងអស់គ្នាផង